បាទសូមគ្រប់នឹងជម្រាបសួរសមាជិកទាំងអស់វីដេអូមួយនេះខ្ញុំបង្ហាញពីរបៀបប្រើប្រាស់ទូទៅសម្រាប់ក្រុមការងារភ្នាក់ងារលក់អចលនទ្រព្យទាំងអស់គ្នាណាតោះមើលជាមួយខ្ញុំបើកលើកុំព្យូទ័របង្ហាញឲ្យធំបន្តិចស្រួលបង្ហាញតែបងប្អូនលើទូរស័ព្ទដៃក៏ដូចគ្នាដែរណាមនុស្សដូចគ្នាទេនេះបើសិនជាលើកុំព្យូទ័រវាចេញបែបនេះវាធំបន្តិចចឹងទៅបើលើទូរស័ព្ទដៃវិញបងប្អូនវាបង្ហាញនេះណាហើយប្រទេសអញ្ចឹងដូចគ្នាទេបងប្អូនដូចគ្នាទេអញ្ចឹងខ្ញុំបង្ហាញតាមនេះកុំព្យូទ័របងប្អូនសម្រាប់បងប្អូនអ្នកដែលមាន account ហើយអ្នកដែលបានចុះឈ្មោះជាសមាជិកហើយមានគណនីហើយបងប្អូនចូលពាក្យនេះមកលើមនុស្សពាក្យថា member នេះក៏ណាចូលឡើងពាក្យថា member នេះក៏បានបងប្អូនចូលឡើង member ហ្នឹងក៏បានឬបងប្អូនចូលពាក្យ login នេះក៏បានដែរនេះបើសិនជាយើងចុះឈ្មោះហើយយើងចូល login មកណាបងប្អូនណាចូល login មកតែបើសិនជាបងប្អូនអត់ទាន់ចុះឈ្មោះទេបងប្អូនអាចយកពាក្យថា register នេះ register ខាងលើនេះណាបងប្អូនឃើញឡើងម៉ៅខ្ញុំ register ខាងលើអានេះលើ computer ប៉ុន្តែបើលើទូរស័ព្ទដៃអត់ឃើញអាហ្នឹងឯងយើងយក member នេះមកណា member បើយើងរកពាក្យហ្នឹងយើងចុចនេះចុចលើអារូបតុក្កតាហ្នឹងឃើញមាន login និង register ហើយណានេះ login និង register បើលើទូរស័ព្ទដៃយើងចេះវិញអញ្ចឹងយើងចុចលើហ្នឹងមកណាបងប្អូនណានេះចុចលើហ្នឹងមកបើយើងចុះឈ្មោះហើយយើងជាសមាជិកវាឲ្យយើង login ចូលហើយបងប្អូនណានេះអញ្ចឹងខ្ញុំដោយសារខ្ញុំបើកលើ computer វាចេះហើយនេះបើលើទូរស័ព្ទដៃបងប្អូនឃើញបែបនេះដូចនេះបងប្អូនវាយនេះបងប្អូនវាយ username បងប្អូនឡើងនេះមកពេលបងប្អូនចុះឈ្មោះហើយមាន username មាន password ហើយណាវាយ username ហ្នឹងហើយបើបងប្អូនមិនចាំ username វាយ ID បងប្អូនបានដែរឬមកក៏លេខទូរស័ព្ទហើយនេះវាយ password ហើយចុច login មកបានហើយបងប្អូនណាតែបើអ្នកអត់ទាន់ចុះឈ្មោះជ្រើសរើសយកពាក្យថា register តោះឥឡូវខ្ញុំ login មកខ្ញុំចុះហើយពេលខ្ញុំ login នេះវានឹងចូលមកដល់ account របស់ខ្ញុំពេលចេះបានន័យថាវាចូលមកដល់ account ខ្ញុំហើយបងប្អូនណានៅក្នុង account នោះវាបង្ហាញចេះនេះបង្ហាញ dashboard ឲ្យយើងឃើញមួយនេះហើយប្រាប់យើងថាយើងចំណេញប្រាក់បានប្រមាណយើងមានលុយនៅក្នុងកាបូបអេឡិចត្រូនិកនេះបានចំណេញប្រាក់បានការផ្ទេរប្រាក់ចេញចូលប្រមាណណាបងប្អូនណាអូខេអញ្ចឹងយើងអានេះវាបិទភ្នែកយើងអាចចុចបើកបាននេះបើកមកមានចំណេញប្រហែលវាប្រាប់លើហ្នឹងហើយណាខ្ញុំអត់ទាន់បានចំណេញទេដោយសារខ្ញុំទៅចុះឈ្មោះអូខេតោះអញ្ចឹងខ្ញុំបិទភ្នែកវិញហើយត្រង់កន្លែង scanner នេះបងប្អូនអាច scan វេប្រាក់បានណាបងប្អូនវេប្រាក់ចំណេញបងប្អូនពីក្នុង e-wallet បងប្អូននេះទៅសមាជិកដូចគ្នាបានបងប្អូនគាត់ចុច scan ទៅបងប្អូនចុច scan ទៅវាឲ្យ scan QR សមាជិកដូចគ្នាហើយណាចុចចាំមើលខ្ញុំចុចឲ្យមើលអញ្ចឹងចុចលើហ្នឹងនេះវាបង្ហាញចេះដែលខ្ញុំចុចលើ computer វាបង្ហាញបែបនេះអញ្ចឹងយើងបងប្អូនអាច get នេះ get QR នេះមកនេះ get QR នេះយើងយកអា QR ហ្នឹងផ្ញើឲ្យមិត្តភ័ក្តិសមាជិកដូចគ្នាគាត់ scan គាត់បាញ់លុយយើងបានអូខេតោះឥឡូវខ្ញុំ back ចឹងរបៀបប្រើប្រាស់ទូទៅខ្ញុំបង្ហាញទូអញ្ចឹងណាបងប្អូនណាហើយបងប្អូនចង់ដកលុយអីបងប្អូនចូលកន្លែង income នេះមកដកប្រាក់ចំណេញរបស់បងប្អូនអាចចូលកន្លែង income នេះចូលកន្លែង income នេះហើយបងប្អូនមើលបងប្អូនចំណេញប្រាក់ប៉ុន្មានបងប្អូនមើលនៅទឹកប្រាក់ក្នុង balance នេះណាក្នុង balance នេះមានទឹកប្រាក់ប្រមាណអាចដកបានពេលបើមានបើសិនជាមានយើងដកមកយើងអូសមកក្រោមមកផុតមកយើងឃើញពាក្យថាដកប្រាក់នេះឃើញពាក្យដកប្រាក់អញ្ចឹងយើងវាយចំនួនទឹកប្រាក់កន្លែងនេះដែរត្រូវដកឧទាហរណ៍មាន$100យើងចង់ដកយើងចុចយ៉ាងហើយយើងចុចដកប្រាក់ណាចុចដកប្រាក់ពុំបើមានវាឲ្យហើយប៉ុន្តែអត់វាដាក់ទៅលោកនេះមិនមានទឹកប្រាក់មានទឹកប្រាក់គ្រប់គ្រាន់សម្រាប់ដកទេណាអត់មានអូខេអញ្ចឹងយើងតែសូមបញ្ជាក់មួយណាបងប្អូនមុននឹងបងប្អូនមានប្រាក់ចំណេញមុននឹងបងប្អូនដកប្រាក់ណាពេលមានប្រាក់ចំណេញហើយមុននឹងដកប្រាក់បងប្អូនចូលត្រូវមកសិតនេះមកចូលកន្លែងgroup profile យើងនេះចូលកន្លែង payment setting នេះផងណាដើម្បីពេញលក្ខណៈចូលកន្លែង payment setting នេះចូលកន្លែងដើម្បីអីដើម្បីបំពេញឈ្មោះរបស់យើងណាឈ្មោះធនាគារនេះឈ្មោះធនាគារកន្លែងនេះអានេះឈ្មោះយើងអានេះលេខកុងធនាគារយើងហើយនេះយើង upload QR របស់យើងមកបំពេញត្រង់កន្លែងហ្នឹងដើម្បីអីកាលណាតែពេលយើងដកប្រាក់ខាងក្រុមហ៊ុនគេបាច់វេលុយឲ្យយើងតាមហ្នឹងបើមិនយើងអត់បំពេញអាហ្នឹងទេមិនបាច់ចុចដកទេព្រោះគេមិនដឹងវេឲ្យយើងតាមណាទេណាបងប្អូនណាសឹងសូមបញ្ជាក់ផងបងប្អូនដែលជាចុះឈ្មោះជាសមាជិកហើយកុំភ្លេច setting ហ្នឹងណា
ហើយមួយទៀតផងដែរបងប្អូនចូលឈ្មោះជាសមាជិកហើយបងប្អូនចូល profile setting តាមថែមិនមែនតែនេះមិនមែនតែ payment setting profile setting នេះបងប្អូនអាចចូលមកបំពេញនេះ cover យើងនេះរូប cover នេះរូប cover លើនេះហើយរូប cover រូប profile ទៅរូបអត្តសញ្ញាណប័ណ្ណយើងណាបំពេញ KYC ចឹងឲ្យច្បាស់លាស់មកណាជៀសវាងការខ្លែងបន្លំកាលណាបងប្អូនបំពេញអ្វីរូបរបស់យើងចឹងឲ្យអស់ហើយក្រុមហ៊ុនក៏មានទំនុកចិត្តក្នុងការបើកប្រាក់ឲ្យជូនយើងដែរណាការពារការខ្លែងបន្លំពីជនខិលខូចអូខេអរគុណច្រើនបងប្អូននេះសម្រាប់ការប្រើប្រាស់ទូទៅហើយនៅមានផ្សេងទៀតហើយមនុយខាងឆ្វេងដៃទាំងអស់នេះសុទ្ធតែជា report ផ្សេងដែលយើងអាចមើលបានបងប្អូនចង់មើលប្រាក់ចំណេញបងប្អូនបានប្រមាណបងប្អូនចូលនេះ my income report ចូលមកវាប្រាប់យើងថាយើងចំណេញនេះចំណេញពីកម្មការងារប៉ុន្មាន level ប៉ុន្មាននេះដាក់លុយយើងមានដាក់លុយចូលអត់មានវេលុយចូលអត់ចំណេញពីក្រុមការងារអត់នេះហ្នឹងហើយចង់មើលថាចំណេញពីចំនួនទីប៉ុន្មានបានប៉ុន្មានបងប្អូនចូលមកមើលកន្លែងlevel នេះ generation bonus នេះចូលនឹងមកវាប្រាប់ចាំតិចតាម level 1ប្រហែល level 2ប្រហែល3ប្រហែលណាអូខេហើយបន្តទៀតអញ្ចឹងវីដេអូនេះខ្ញុំសូមធ្វើវាយហ្នឹងព្រោះវែងពេកខ្ញុំអាប់ឡូតអត់ទៅចាំខ្ញុំបន្តទៅវីដេអូក្រោយទៀត